វិបត្តិសុខាភិបាលដ៏គួរឲ្យព្រួយបារម្ភមួយកំពុងញោមញីប្រទេសថៃក្រោយពីទិន្នន័យផ្លូវការបានទម្លាយឲ្យដឹងថាចំនួនអ្នកផ្ទុកមេរោគអេដសសរុបបានកើនឡើងដល់ជិត558000នាក់ដែលក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធសង្គមនិងអាយុជីវិតប្រជាពលរដ្ឋការឆ្លងរាលដាលនេះមិនមែនកើតមានត្រឹមតែក្នុងកម្រិតស្រាលនោះទេដោយក្នុងចំណោម77ខេត្តមានរហូតដល់13ខេត្តដែលត្រូវបានចាត់ទុកថាជាតំបន់ក្រហមមានអ្នកឆ្លងហួសកម្រិត10000នាក់ក្នុងនោះរាជធានីបាងកកឈរនៅលំដាប់ថ្នាក់លេខ1ដោយមានអ្នកផ្ទុកមេរោគជាង88000នាក់គណៈខេត្តសេដ្ឋកិច្ចនិងទីក្រុងទេសចរសំខាន់ៗដូចជាឈុនបុរីឈៀងម៉ៃនិងឈៀងរ៉ៃកំពុងក្លាយជាទីតាំងក្តៅនៃការរីករាលដាលនេះផងដែរអ្វីដែលកាន់តែគួរឲ្យសោកសង្រេងនិងជាក្តីកង្វល់ខ្លាំងបំផុតនោះគឺការធ្លាក់ចុះក្នុងអន្ទាក់រោគនេះរបស់ក្រុមយុវជនវ័យក្មេងដែលជាទំពាំងស្នងឫស្សីរបស់ជាតិយុវជនថៃដែលមានអាយុចន្លោះពី15ទៅ24ឆ្នាំជាង25000នាក់កំពុងផ្ទុកមេរោគដ៏កាចសាហាវនេះក្នុងខ្លួនដែលភាគច្រើនកើតចេញពីការធ្វេសប្រហែសការរស់នៅខ្វះការប្រុងប្រយ័ត្ននិងការមិនព្រមប្រើប្រាស់ឧបករណ៍ការពារក្នុងពេលមានទំនាក់ទំនងស្នេហាអង្គការសុខភាពពិភពលោកបានក្រើនរំលឹកជាថ្មីថាទោះបីជាមេរោគអេដមិនទាន់មានថ្នាំព្យាបាលឲ្យជាសះស្បើយដាច់ស្រឡះក៏ដោយប៉ុន្តែការលេបថ្នាំប្រឆាំងមេរោគជាប្រចាំអាចជួយទប់ស្កាត់និងពន្យាការវិវត្តរបស់រាងកាយបានប៉ុន្តែផ្ទុយទៅវិញប្រសិនបើគ្មានការយកចិត្តទុកដាក់និងព្យាបាលទេមេរោគនេះនឹងបន្តបំផ្លាញប្រព័ន្ធភាពស៊ាំដោយស្ងៀមស្ងាត់រហូតដល់ថ្ងៃខ្សោះកម្លាំងនិងឈានចូលដល់ដំណាក់កាលជំងឺអេដពេញលក្ខណៈដែលងាយរងគ្រោះដល់ជីវិតបំផុត